វត្តប្រជុំមានជ័យសេរីចុងព្រែកនាងល្អដាច់នៅភូមិចុងព្រែកឃុំវៀងអាំងស្រុកត្រឹងដេខេត្តស្រុកត្រាំងហេតុតែវត្តមានឈ្មោះថាចុងព្រែកដោយសារតំបន់នេះនៅទីបំផុតនៃព្រែករីឯឈ្មោះនាងល្អដាច់តាមសង្ឃដីកាព្រះចក្រអធិការកាលពីដើមតំបន់នេះមាននារីម្នាក់រូបសម្ផស្សល្អស្អាតផ្ទះរបស់នាងនៅខាងលិចវត្តនាងប្រកបរបរតម្បាញសម្ពត់ដែលនាងត្បាញស្រស់ស្អាតដោយរូបសម្រស់របស់នាងពេលទៅដល់ទីណាក៏ធ្វើឲ្យគេចាប់អារម្មណ៍ដែរទើបគេដាក់ឈ្មោះឲ្យនាងថានាងល្អដាច់នារីម្នាក់នេះតែងធ្វើអំពើល្អហើយជាបរិស័ទអស់ពីចិត្តនឹងវត្តហេតុនេះក្រោយមកវត្តមានឈ្មោះថានាងល្អដាច់ដើម្បីរំលឹកដល់នារីស្រស់ស្អាតដែលមានវត្តមាននៅតំបន់នេះវត្តបានកសាងនៅឆ្នាំ1973ដោយលោកតាលាវនឿងជាអ្នកផ្ដើមគំនិតដំណាក់កាលទៅកកើតស្ថាបត្យកម្មរបស់វត្តមានលក្ខណៈសាមញ្ញសង់ដោយឈើនិងដំបូលស្លឹកពេលក្រោយមកព្រះចក្រអធិការគ្រប់ជំនាន់បានគ្រប់គ្រងជួសជុលនិងកសាងបន្ថែមសំណង់ថ្មីជាច្រើនមកដល់បច្ចុប្បន្នវត្តបានឆ្លងកាត់ព្រះចៅអធិការ4ជំនាន់រួមមានព្រះតេជគុណសឺងយឿនព្រះតេជគុណថៃមូនព្រះតេជគុណលាវនឿងនិងព្រះចៅអធិការសប្តាហ៍ថ្ងៃគឺព្រះតេជគុណលាវញឹងដោយមានការយកចិត្តទុកដាក់ពីព្រះចៅអធិការគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទព្រះវិហារថ្មីបានចាប់ផ្ដើមដំណើរការសាងសង់នៅខែធ្នូឆ្នាំ2005ដើម្បីព្រះសង្ឃធ្វើសង្ឃកម្មនិងមាមីងពុទ្ធបរិស័ទធ្វើបុណ្យសន្ទានដូច្នេះព្រះវិហារបានកសាងសម្រេចក្នុងខែកុម្ភៈឆ្នាំ2025ដោយមានបណ្ដោយ26ម៉ែត្រទទឹង12ម៉ែត្រកម្ពស់38ម៉ែត្រជាមួយផ្ទៃដី312ម៉ែត្រការ៉េដោយសរុបថវិកាសាងសង់11,758លាន400ពាន់ដុំដោយការដែលយើងបានសម្រេចទៅជាសមិទ្ធផលដ៏ធំធេងមហាសាលនេះក៏ដោយសារតែព្រះគ្រូប្រធានសង្ឃដែលជាអគ្គមគ្គទេសដ៏ឆ្នើមក្នុងការដឹកនាំនៅពុទ្ធបរិស័ទហើយអបជួបដោយគណៈកម្មការដែលមានការព្រមព្រៀងសាមគ្គីរវាងគ្នានឹងគ្នាហើយនឹងយកចិត្តទុកដាក់ក្នុងការក្រមបង្កប់នៃការដាស់តឿនក្រែរំលឹកពីព្រះគ្រូប្រធានសង្ឃដែលជាអ្នកមគ្គទេសនៅក្នុងចំណុះវត្តឬថានៅក្នុងអារាមដ្ឋាននេះផងទើបឲ្យមានការសាមគ្គីនោះកើតឡើងយ៉ាងស្អិតរមួលរវាងព្រះសង្ឃហើយនិងគណៈកម្មការរួមជាមួយនឹងពុទ្ធបរិស័ទតែមានការខ្នះខ្នែងស្រវាទតេងអំពីការកសាងផ្សេងរហូតដល់បានកើតឡើងនៅក្នុងវេលាឱកាសនេះរឿងដែលបានសម្រេចជាស្ថាពរនៅរោងអបោសុតនេះគឺថាវិការនោះមកពីគ្រប់ញាតិមិត្តពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ចូលរួមនឹងនៅមានយាយតាសាធុសពរស់ញាតិមិត្តប្រុសស្រីទាំងអស់ដែលនៅក្នុងចំណុះវត្តចំណុះភូមិចំណុះខេត្តដែលយាយតាគាត់មានសទ្ធាក្នុងការកសាងនេះទើបបាននាំឲ្យមានសមិទ្ធផលនៃរោងអបោសុតនេះបានរួចស្រេចជាស្ថាពរក្នុងឱកាសនេះបាទព្រះវិហារបានកសាងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនាតេខិណនិកាយខ្មែរលាបចម្រុះដោយពណ៌ដោយមានដំបូល3ជាន់តម្រៀបគ្នាជាន់នីមួយៗមាន3ផ្នត់ដោយឆ្លាក់រូបនាគលើខឿនជុំវិញព្រះវិហារមានតម្កល់ព្រះពុទ្ធរូបនិងរូបសំណាកជាច្រើនដូចជាដំរីរាជសីហ៍ចតុលោកបាលនៅទាំង4ទិសក្បូរក្បាច់រចនានៅលើព្រះវិហារបានរចនាយ៉ាងប្លែកភ្នែកតាំងពីដំបូលដល់សសរទាំងអស់បានឆ្លាក់ក្បាច់យ៉ាងប្រណិតសសរនីមួយៗមានឆ្លាក់រូបកេណោក្បាច់នៅលើហោជាងមានឆ្លាក់រូបព្រះវិស្ណុកំពុងជិះលើខ្នងសត្វគ្រុឌដែលមាននៅក្នុងរឿងនៃព្រហ្មញ្ញសាសនាជាមួយនោះគឺក្បាច់ភ្ញីទេសដែលបង្ហាញនៅជំនឿដោះដាលជញ្ជាំងខាងក្រៅនៃព្រះវិហារមានឆ្លាក់រូបក្បាលខាប់ក្បូរក្បាច់និងរូបទេពធីតានៅខាងក្នុងព្រះវិហារមានគូគំនូរដ៏រស់រវើកដែលតាក់ទងដល់ពុទ្ធប្រវត្តិយ៉ាងស្រស់ស្អាតគឺថាព្រះវិហារនេះតាំងពីសាងសង់
ឆ្នាំ2005មកគឺថារយៈពេល20ឆ្នាំមកហើយគឺថាក្រុមជាងយើងខ្ញុំបាទបានធ្វើនៅក្បាច់ក្បូររចនាគ្រប់ប្រភេទគឺមានភ្ញីតិភ្ញីវនិងភ្ញីភ្លើងហើយតបកឈូកព្រមទាំងផ្កាច័ន្ទហើយគឺពណ៌នេះគឺថាលាបចម្រុះពណ៌បន្ទាប់ពីព្រះវិហារបានសាងសង់រួចរាល់ដោយបានការអនុម័តនៃមន្ទីរមហាផ្ទៃខេត្តគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តនិងការឯកភាពពីព្រះចៅអធិការគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទបានប្រារព្ធពិធីបុណ្យបញ្ចុះខន្ធសីមាសម្ពោធឆ្លងព្រះវិហារថ្មីប្រព្រឹត្តឡើងក្នុងរយៈពេល3ថ្ងៃពីថ្ងៃទី7ដល់ថ្ងៃទី9មិនិនាឆ្នាំ2025ទាក់ទាញពុទ្ធបរិស័ទក្នុងនិងក្រៅខេត្តចូលរួមយ៉ាងកកព្រះវិហារនេះក៏សាងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាហើយសម្រាប់ដល់ប្រសង់ធ្វើនៅឧបោសថកម្មកឋិនកម្មនិងសេមាកម្មក៏រួមចំណែកក្នុងការថែរក្សាវប្បធម៌ដូចជាក្បាច់ក្បូររចនាដែលបានមើលឃើញរូបភាពជាក់ស្ដែងដើម្បីទុកជាកេរដំណែលដល់កូនចៅខាងក្រោយធ្វើទាំងយប់ទាំងថ្ងៃគឺថាមិនបង្អែបង្អង់ទេគឺថារៀបចំទាំងយប់ទាំងថ្ងៃដើម្បីឲ្យតាន់ពេលក្នុងការធ្វើពិធីបុណ្យបញ្ចុះសីមាសប្តាហ៍ថ្ងៃដោយមានការយកចិត្តទុកដាក់ពីបកនឹងរដ្ឋជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែស្ថិរភាពនិងបានលើកកម្ពស់បង្កលក្ខណៈដើម្បីជាមួយនឹងវត្តចូលរួមចុះជុលសាងសង់ថ្មីនៅរាល់សំណង់ផ្សេងៗក្នុងវត្តមួយថ្ងៃកាន់តែល្អប្រណិតនិងខែងរែងព្រះវិហារបានសម្រេចមិនត្រឹមតែជួយឲ្យមាមីងពុទ្ធបរិស័ទមានទីសក្ការៈថ្មីប៉ុណ្ណោះទេថែមទាំងជាកន្លែងរក្សានិងអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិដើម្បីរួមជាមួយជនជាតិដទៃក្នុងសហគមន៍ព្រួតដៃកសាងវប្បធម៌ជឿនលឿនដិតដាមទៅដោយអត្តសញ្ញាណជនជាតិ